មូលដ្ឋានថាមកពីកម្មវិធី Cambodia Digital X រដូវកាលទី2ដែលផ្សាយចេញពីវិទ្យាស្ថាន Sunrise ហើយនេះគឺជាអេពីសូតទី3របស់យើងដែលមាន topic និយាយអំពី AI in offensive security ហើយថ្ងៃនេះផងដែរយើងមានភ្ញៀវកិត្តិយសសំខាន់មួយរូបដែលបានចូលរួមក្នុងកម្មវិធីរបស់ពួកយើងគឺលោកគ្រូសេងអ៊ីដែលគាត់មានតួនាទីជា Red Team Lead មួយរូបផងដែរជំរាបសួរលោកគ្រូបាទជំរាបសួរលោកគ្រូសុខសប្បាយបាទសុខធម្មតាអរគុណការងាររបបអត់លោកគ្រូបាទមានញឹកខ្លាំងក្នុងរយៈពេលចុងក្រោយចាក៏សូមអរគុណលោកគ្រូដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីរបស់ពួកយើងហើយថ្ងៃនេះខ្ញុំបានរៀបចំសំណួរខ្លះដើម្បីទៅសួរលោកគ្រូអញ្ចឹងលោកគ្រូខ្ញុំសូមចូលដល់សំណួរទី1ដែលចង់សួរលោកគ្រូថាតើ AI ដើរតួនាទីអ្វីខ្លះក្នុង offensive security បាទជាដំបូងសូមគោរពនិងជម្រាបសួរដល់បងប្អូនអ្នកស្ដាប់ទាំងអស់ហើយក៏ដូចជាអរគុណសម្រាប់Sunrise Institute ដែលបានរៀបចំនៅកម្មវិធីនេះឡើងបាទ AI គឺយើងឃើញថាជា topic មួយកំពុងតែក្តៅគគុកខ្លាំងនិងទទួលការចាប់អារម្មណ៍ច្រើនបាទហើយក្នុងនោះដែរ AI ក៏ត្រូវបានប្រើនៅក្នុងគេហៅថា positive perspective គឺអាចយកទៅប្រើដើម្បី automate process បាទអាចជួយពន្លឿនក្នុងការ analyze information ក៏ដូចជាបង្កើននៅ productivity ហើយដូចគ្នាដែរ AI ក៏ត្រូវបានប្រើនៅក្នុង offensive security ដើម្បីជួយបាទពន្លឿនក៏ដូចជាស្វែងរកនៅចំណុចខ្សោយទៅលើ target បាទកាន់តែមានប្រសិទ្ធភាពហើយ AI នឹងដែរក៏ត្រូវបានយកទៅប្រើដើម្បីរៀបចំជា phishing campaign បាទអាច invoke ការប្រើប្រាស់ deepfake បាទដើម្បីបន្លំធ្វើជាបុគ្គលណាម្នាក់តាមរយៈសំឡេងឬក៏រូបភាពវីដេអូបាទហើយដូចគ្នាដែរ AI ក៏ត្រូវបានយកទៅប្រើដើម្បី generate នៅ malicious code ឬក៏ malware បានដូចគ្នាបាទអញ្ចឹងលោកគ្រូចូលដល់សំណួរទី2វិញខ្ញុំចង់សួរលោកគ្រូថាតើ AI វាអាចជួយបង្កើនល្បឿននៃប្រសិទ្ធភាពក្នុងការធ្វើ pen test យ៉ាងដូចម្តេចខ្លះបាទបើសិនជាយើងយក AI ទៅ deploy ឬក៏យកទៅ apply នៅក្នុង pen testing គឺអាចនិយាយថាវាជួយពន្លឿនសកម្មភាពក៏ដូចជា productivity ដែលវាអាច automate process ដែលមិនបាច់ចាំប្រើប្រាស់កម្លាំងមនុស្សច្រើនហើយដូចគ្នាដែរគឺវាអាចជួយ analyze ទៅលើ target បាទជួយរកចំណុចខ្សោយឲ្យយើង automate ក៏ដូចជាការសម្រេចចិត្តដោយ based on logic បាទហើយដូចគ្នាដែរគឺអាចជួយពន្លឿនបាទពាក់ព័ន្ធជាមួយនឹងការ generate report បាទការ craft malicious payload ដើម្បីធ្វើការតេស្តលើ security ផ្សេងៗចឹងគេឃើញថា AI គឺវាជួយច្រើនបាទដោយកាត់បន្ថយកម្លាំងមនុស្សដែលជាទូទៅបើសិនជាយើងចង់ develop tool ឬក៏ craft នៅ payload គឺតម្រូវឲ្យយើងទៅសេ code ឡើងប៉ុន្តែក្នុងយុគសម័យនៃ AI គឺគេអាចប្រើដើម្បី generate នៅ malware malicious payload ដើម្បីអាចយកទៅតេស្តលើ security គឺក្នុងល្បឿនលឿនមានប្រសិទ្ធភាពហើយឱកាសដែលវាថា success rate វាខ្ពស់បាទអញ្ចឹងគ្រូចូលដល់សំណួរទី3វិញខ្ញុំចង់សួរគ្រូថាតើវាមានការគម្រាមកំហែងបែបណាខ្លះដែលបណ្ដាលមកពីការប្រើប្រាស់ AI នៅក្នុង offensive security បាទតើតើនឹងការគម្រាមកំហែងដោយ AI ទៅលើ offense ទៅលើ security គឺយើងឃើញថាក្នុងពេលបច្ចុប្បន្នគឺកំពុងតែក្តៅគគុកខ្លាំងដែល malware ត្រូវបានបង្កើតចេញពី AI មានលក្ខណៈស្មុគស្មាញពិបាកក្នុងការ detect បាទហើយមានសមត្ថភាពអាចគេចចេញពីពពួក traditional security ដូច antivirus ឬក៏កម្មវិធី security ធម្មតានេះគឺពិបាកនៅក្នុងការ detect បាទអញ្ចឹងគឺយើងឃើញថាមានការគម្រាមកំហែងដែលគួរឲ្យបារម្ភជាច្រើនបាទហើយដូចគ្នាដែរគឺធ្លាប់មាន case study ពាក់ព័ន្ធជាមួយនឹង malware ដែលឈ្មោះថា Black Mamba បាទជា malware ដែលបង្កើតដោយប្រើប្រាស់ AI ហើយមានសមត្ថភាពអាចគេចចេញពី EDR ឬក៏ security solution កម្រិតថា advanced បានហើយនៅពេល execute ម្ដងគឺវាដូរទម្រង់ដូរ signature ដែលធ្វើឲ្យមានការលំបាកក្នុងការ detect មែនតើចឹងនេះជាត្រឡប់ទៅវិញគឺការគម្រាមកំហែងទៅលើ security ដែលប្រើប្រាស់ AI គឺយើងឃើញថាគឺវាកម្រិតស្មុគស្មាញដែលខុសពីការ attack traditional attack បាទដែលធ្វើឲ្យពេលខ្លះពីស្ថាប័នគឺត្រូវបង្កើនការចាប់អារម្មណ៍ឬក៏ត្រូវ deploy security control បន្ថែមដើម្បីអាចទប់ទល់ពីព្រោះការ attack ប្រើ AI គឺកាន់តែស្មុគស្មាញទៅហើយកាន់តែលឿនរហ័សទៅបាទដែលធ្វើឲ្យពេលខ្លះសូម្បីតែអ្នកប្រើប្រាស់ធម្មតាក៏អាចបង្កើតនៅ malicious code បានដែរដោយសារប្រើប្រាស់នឹង AI បាទអញ្ចឹង case នេះគឺអាចនិយាយថាជា case study ដែលធ្លាប់មានកន្លងមកបាទ
trong lúc cho đó số một buổi trong số lúc tha ta sẽ hạ ban niên của để trong khuôn bạn ná đảm bay tục scat này cao vì ha để tạo AI trongបាទពីស្ថាប័នជាពិសេសស្ថាប័នពាក់ព័ន្ធជាមួយ financial បាទនិយាយទៅ AI ហ្នឹងគឺវាមានគេថាអត្តពលទៅលើគ្រប់វិស័យប៉ុន្តែបើពាក់ព័ន្ធនឹង financial institute ក៏ដូចជា financial sector គឺគួរតែយកចិត្តទុកដាក់ខ្លាំងបាទពីព្រោះ AI ឥឡូវហ្នឹងគឺត្រូវបានប្រើក្នុង malicious purpose បង្កើត malicious malware ដែលអាចធ្វើការ bypass security control មុំគឺអាចទប់ទល់វាបានអញ្ចឹងពីខាងក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹង financial sector ក៏ដូចជា financial institute គឺគួរតែបាទ deploy នៅ security control ដែលមានបំពាក់ជាមួយ AI ដើម្បីយក AI ហ្នឹងទៅទប់ទល់ជាមួយនឹង AI malware ដែលយើងឃើញថាមានឧបករណ៍ដូចជាពពួក firewall ខ្លះឬក៏ security solution ខ្លះគឺបច្ចុប្បន្នមាន AI embed ក្នុងហ្នឹងហើយអញ្ចឹងនៅពេលដែល AI malware មក attack វាគឺវាឃើញថា AI ប្រឆាំងជាមួយនឹង AI គឺយើងអាចនិយាយថាមានលក្ខណៈថាស្វិតស្វាញបាទពីព្រោះ malware ត្រូវបានបង្កើតចេញពី AI ហើយ security control ក៏មាន AI power based ទៅលើ analytical data information ដែលវា learn មកចឹងយើងឃើញថាគឺពីរហ្នឹងគឺពិបាករកអ្នកឈ្នះរកអ្នកចាញ់បាទហើយអញ្ចឹងពីខ្ញុំលើកទឹកចិត្តថាគឺគួរតែ deploy ទៅ security control ដែលមាននៅ AI embed ក្នុងហ្នឹងបាទអរគុណអញ្ចឹងចូលដល់សំណួរទី5វិញខ្ញុំចង់សួរគ្រូថាតើអនាគតនៃ AI ក្នុង offensive security នឹងវានឹងទៅជាយ៉ាងណាដែរគ្រូបាទយើងសង្កេតឃើញនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺការវាយប្រហារដែលប្រើប្រាស់ malware ដែលឈរទៅលើ AI ហ្នឹងគឺច្រើនមាន case study ជាច្រើនដែលលើកឡើងក្នុងនោះមាន social engineering ឬក៏ phishing campaign ដែល based លើ AI ការបង្កើត malware ចេញពីសំណាក់ក្រុមដែលមិនមានជា knowledge ឬ skill លើ hacking ប៉ុន្តែអាចបង្កើតបានដោយប្រើប្រាស់ AI ចឹងយើងឃើញថាថ្ងៃមុខគឺសង្គ្រាមដែលកើតមានរវាង AI គឺអាចនិយាយថាកាន់តែក្តៅគុកជាងនេះបាទហើយពីព្រោះ malware ឬក៏មេរោគដែលត្រូវបានបង្កើតគឺកាន់តែមានកម្រិតស្មុគស្មាញបាទហើយអ្នកដែលអាចទៅប្រើវាក៏មិនប្រកាសថាចាំបាច់មាន skill ខ្លាំងអញ្ចឹងមានន័យថាអ្នកណាក៏អាចខ្លាយទៅជា attacker បានដែរសំខាន់គឺអាចតែគាត់មាន mindset មួយថាមាន malicious intent គឺគាត់អាចទៅធ្វើបានអញ្ចឹង accessibility ទៅលើ AI គឺវាមានថាងាយស្រួលអញ្ចឹងការ attack គឺកាន់តែវាហៅថាអាចនឹងមានលក្ខណៈថាទ្រង់ទ្រាយធំគឺកើតឡើងញឹកញយបាទនៅក្នុងរូបភាពតែគួរព្រួយបារម្ភបាទដោយសារតែអ្នកណាក៏អាចធ្វើឲ្យបានដល់ចូលដល់សំណួរទី5វិញចង់សួរគ្រូថាតើអនាគតនៃ AI នៅក្នុង offensive security វានឹងទៅជាយ៉ាងណាដែរបាទតាក់ទងនឹង AI នេះគឺនៅក្នុងពេលវេលាដ៏ខ្លីខាងមុខគឺនឹងមានសន្ទុះកាន់តែខ្លាំងជាងនឹងទៀតបាទការប្រើប្រាស់ AI ដើម្បី generate ឬក៏បង្កើតនៅ malicious code គឺឃើញថាមាន proof of concept ជាច្រើនបង្ហាញពីសមត្ថភាពដ៏គួរឲ្យបារម្ភរបស់វាបាទអញ្ចឹងក្នុងនោះគឺយើងអាចនិយាយបានថានៅថ្ងៃមុខគឺនឹងមានតែថា cyber attack ដែលក្នុងទម្រង់កាន់តែស្មុគស្មាញនិងគួរឲ្យភ័យខ្លាចជាងមុនបាទពីព្រោះកូដទាំងអស់អាចត្រូវបាន generate ដោយជាងការអ្នកដែលបង្កើត malware ទាំងអស់ហ្នឹងគឺមិនមែនជាអ្នកជំនាញទេគឺគាត់ utilize អាហ្នឹងអញ្ចឹងយើងឃើញថាអ្នកណាក៏អាច access ទៅកាន់ AI ហ្នឹងដែលប្រើប្រាស់technology ហ្នឹងដើម្បីបង្កើត malicious code ដែរអញ្ចឹងយើងឃើញថាអ្នកណាក៏អាចខ្លាចទៅជា attacker បានដែរមិនមែនតើ skill ជាមួយនឹង hacking skill ទេអញ្ចឹងយើងធ្វើឲ្យសង្កេតឃើញថាថ្ងៃមុខវាអាចនឹងមានរឿង cyber attack ជាច្រើនកើតឡើងបាទហើយក្នុងពេលបច្ចុប្បន្នយើងឃើញថា AI កំពុងត្រូវបានយកប្រឆាំងជាមួយ AI ខ្លួនវាតែស្ថាប័នខ្លះគឺបាន adopt យកនៅ AI solution security solution យកទៅទប់ទល់ជាមួយនឹង AI ចឹងយើងឃើញថាសង្គ្រាមរវាង AI និង AI អាចនឹងក្តៅកគុកកាន់តែខ្លាំងក្នុងពេលដ៏ខ្លីខាងមុខពីព្រោះ AI ក៏ត្រូវបានយកប្រឆាំងជាមួយនឹង AI security ត្រូវបានប្រឆាំងជាមួយនឹង AI malware ជាដើមបាទអញ្ចឹងសូមអរគុណលោកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកនៃចំណេះដឹងនិងបទពិសោធន៍របស់គ្រូទៅកាន់អ្នកទស្សនាទាំងអស់គ្នាហើយជាចុងក្រោយបើសិនជាមានពាក្យពេចន៍ខ្វះខាតត្រង់កន្លែងណាសូមមេត្តា content និង update ទៅពីកម្មវិធី Cambodia Digital X សូមអរគុណនិងសូមគោរពលាវិទ្យាស្ថាន Sunrise នាំអ្នកទៅកាន់វិញ្ញាបនបត្រ IT កម្រិតពិភពលោក